ជំនាន់ប្រពុតគឺថាអ្នកស្ដាប់ធម៌យល់ហើយមិនទៅបួសស្ដាប់ធម៌យល់ហើយគឺបានសាវតាហើយស្ដាប់ធម៌យល់សាវតាទៅជានេះសាវតាស្ដាប់ធម៌យល់អរិយបុគ្គលថ្នាក់ទី1ស្ដាប់ធម៌យល់ស្ដាប់ធម៌យល់ហើយបានសម្រេចចិត្តទៅបួសយល់ទេសម្រេចចិត្តទៅបួសហើយសឹកមកវិញធ្វើអីប្រពុតសួរអ្នកឯងចាប់ការងារប្តីប្រពន្ធការងារស្រែចម្ការងារម៉ែឪនៅអស់លីងនៅបានទៅបួសបានប្រពុតហៅអរិយសង្ឃប្រពុតហៅឧត្តមភេទប្រពុតហៅសង្ឃសាវកមានន័យថាបតិប្រពុតសង្ឃសាវកក្រុមសង្ឃសាវកមានលោកសង្ឃខ្លះមានសទ្ធាជ្រះថ្លាស្ដាប់ទៅយល់តិចថាល្អតែបួសដែរអានឹងមិនឧត្តមភេទទេជំនាន់ប្រពុតផងនៅតែមានអត់ឧត្តមភេទមានឧត្តមភេទមានមិនឧត្តមភេទចុះឥឡូវប្រពុតប្រែនពៀនហើយប្រពុតថាពាក់កណ្ដាលសាសនានេះពាក់កណ្ដាល 5000 ឆ្នាំនេះអស់ហើយលីងសង្ឃអរិយសង្ឃមានតែសមិទ្ធសង្ឃក៏យើងព្រមដែរហេតុអីបានហៅសមិទ្ធសង្ឃគឺថាមកពីនៃធម៌ហ្នឹងអស់ហើយលីងអត់មានអ្នកយល់អត់អាលីងសមិទ្ធយល់ទេថាសមិទ្ធក៏សមិទ្ធទៅយកមកទុកថ្វាយអង្គមទៅឲ្យតែមាននិច្ចសិលទៅយល់ទេប៉ុន្តែនិច្ចសិលមានតិចណាស់សង្ឃនេះគឺថា LDP ស្រង់មកអស់ហើយអ្នកមានបនមកស្ទូឌីយោអ្នកមានសិលទាំងនៅកុហកទាំងនៅលោកសង្ឃអស់ហើយលីងហើយ